Hello សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករំលឹកក្បាច់ចាស់តិចមើលជំរាបសួរប្រុសស្អាតទាំងអស់គ្នាឲ្យតែអ្នកទាំងអស់គ្នាមើលល្អតូចជាដឹងស្អាតតែម្ដងហើយខុសផ្លេចជាង180ដឺក្រេអ្នកមុខអាក្រក់កាន់តែស្អាតហើយអ្នកស្អាតកាន់តែស្អាតលើសដើរគុំតបាយយូរពេកចូលសាច់រឿងរបស់យើងតែម្ដងទៅនៅកន្លែងមនុស្សក្រៅភពម្នាក់ស្រីនេះបាននិយាយទៅកាន់កាពីតារបស់គេថាអាសនៈរបស់យើងត្រូវបានកំទេចយ៉ាងលឿនតែម្ដងលើបែបនឹងវាបាននិយាយថាបរមម្នាក់នោះទៀតហើយអាសនៈដែលយើងបានបង្កើតវាផ្លាស់ប្ដូរទៅជាអាសនៈ teleport ទៅវិញលើបែបនឹងវាមានការងើឆ្ងល់ជាខ្លាំងវាបានងើពីការអង្គុយរបស់វាហើយវាបានប្រាប់ម្នាក់ស្រីនឹងថាឲ្យទៅប្រាប់អាកំពូលល្មោបស៊ីឲ្យវាទៅកន្លែងតំបន់បូព៌ាមួយហ្នឹងនៅទោះខ្ចៅវិញយើងបានឃើញអ្នកប្រមាញ់ទាំងអស់នោះកំពុងតែធ្វើការដកថយយ៉ាងលឿនតែម្ដងរួមទាំងបរោពីនេះផងដែរបរោម្នាក់មានការងើឆ្ងល់ព្រោះអីគេបានឃើញកែលេចឡើងនៅក្រាមុខរបស់គេតែម្ដងយើងបានឃើញក្រុមខេខេរបស់យើងធ្វើដំណើរមកដល់ទោះខ្ចៅផងដែរដែលពួកគេមានអាការៈដូចជាពូឡានអញ្ចឹងហើយពួកគេបាននិយាយថាពិភពលោកនេះពងតែវល់ហើយនេះហាន់ឌីសុងបានចេញមកក្រោយគេហើយក៏បាននិយាយថាហេតុអ្វីបានជាអ្នកទាំងអស់គ្នាទន់ខ្សោយបែបនេះអ្នកប្រមាញ់ម្នាក់នឹងបានមើលទៅកាន់ហាន់ឌីសុងហើយនិយាយថាពេលនេះគេមានសង្ឃឹមហើយការលើត្រចៀករបស់គេក៏បានផ្ដល់ដំណឹងទៅកាន់គេផងដែរថាគឺជាអ្នកប្រមាញ់ដែលមកពីក្រុមខេហាន់ធីងគេបានបើក portal មកដើម្បីជួយពួកយើងលើបែបហ្នឹងនាងបានស្ទុះទៅយ៉ាងលឿនតែម្ដងហើយប្រាប់ហាន់ឌីសុងថាឲ្យសុំជួយ leader របស់គេផងហាន់ឌីសុងបាននិយាយថាតើនាងកំពុងតែនិយាយអ្វីដោយសារតែនាងបាននិយាយជាភាសាជប៉ុនហាន់ឌីសុងរបស់យើងស្ដាប់មិនបាននោះទេប៉ុន្តែមានសេងយានក៏អាចនិយាយភាសាជប៉ុនបានផងដែរប្រាប់ហាន់ឌីសុងថានាងបានសុំឲ្យហាន់ឌីសុងទៅជួយ leader របស់នាងលើបែបហ្នឹងហាន់ឌីសុងបានស្ទុះបាត់ភ្លាមតែម្ដងបន្តមកសេងយានបានប្រាប់ទៅកាន់នេរីអ្នកប្រមាញ់ម្នាក់ហ្នឹងថាអ្នកសំណាងហើយហាន់ឌីសុងមានកម្លាំងខ្លាំងដោយមិនគួរឲ្យជឿលើបែបហ្នឹងអ្នកប្រមាញ់ម្នាក់នោះបានត្រឹមតែធ្វើការថ្លែងអំណរគុណតែប៉ុណ្ណោះនៅកន្លែងកាពីតែរបស់គេយើងបានឃើញអ្នកប្រមាញ់ត្រូវបានចោចខំសម្លាប់ផងដែរចំណែកឯកាពីតែក៏បាននិយាយថាមើលទៅជីវិតរបស់គាត់ចាប់ថ្ងៃនេះមែនតែនហើយពួកអាបិសាចោនោះក៏បានដើរទៅកាពីតែផងដែរឃើញបែបហ្នឹងក៏ត្រឹមតែបិទភ្នែកព្រោះអីក៏មិនអាចធ្វើអីពួកអាបិសានោះបានទេក៏បិទភ្នែកចំពេលដែលហាន់ឌីសុងរបស់យើងមកតែម្ដងបានធ្វើការកាប់សម្លាប់បិសាចោនោះហើយងាប់អស់ដូចជារយអញ្ចឹងកាពីតែគាត់មានការងើឆ្ងល់ជាខ្លាំងថាហាន់ឌីសុងហើយបានជាគាត់មកដល់ទីនេះហាន់ឌីសុងបានសួរកាពីតែម្នាក់ថាតើគេអាចដើរបានដែរឬទេប៉ុន្តែគាត់មិនអាចទេព្រោះអី Translate AI របស់គាត់បកប្រែនោះគឺបានខ្ទេចបាត់ទៅហើយបន្ទាប់មកក៏បានស្រែកប្រាប់ហាន់ឌីសុងថានៅពីក្រោយគាត់ប៉ុន្តែគាត់និយាយភាសាជប៉ុនហាន់ឌីសុងស្ដាប់មិនបាននោះទេប៉ុន្តែហាន់ឌីសុងវិញ្ញាណរបស់គាត់ក៏បានក្រឡេកទៅមើលក្រៅហើយក៏បានឃើញរករងមួយហោះសម្ដៅមករកគាត់តែម្ដងធ្វើឲ្យកន្លែងនោះផ្ទុះលុះសតផាំងប៉ុន្តែគ្មានបញ្ហាអ្វីនោះទេអ្នកទាំងពីរអាចគេបានយ៉ាងងាយស្រួលតែម្ដងយើងក៏បានឃើញអាល្មបស៊ីបានធ្វើដំណើរមកដល់កន្លែងមួយនោះផងដែររួមទាំងវាបានបង្វិលខ្លួនដើម្បីបើកការវិភាគទៅកាន់ហាន់ឌីសុងប៉ុន្តែគាត់បានយកជើងទាត់អាបាល់មូនឹងហោះទៅវិញតែម្ដងអាល្មបស៊ីនឹងក៏បានមកសភាពដើមរបស់វាវិញហាន់ឌីសុងបាននិយាយថាវាមកពីក្រៅភពមួយទៀតហើយគាត់បានប្រើកម្លាំងជើងរបស់គាត់ស៊ូឡើងទៅលើហើយអាល្មបស៊ីមួយនឹងក៏បានប្រើកម្លាំងដៃរបស់គេផងដែរអ្នកទាំងពីរបានប៉ះទង្គិចគ្នាធ្វើឲ្យមានការបន្ទូជាខ្លាំងតែម្ដងចំណែកអ្នកដែលមិនដឹងអីវិញគ្រាន់តែចំហាយបន្ទូរបស់អ្នកទាំងពីរនឹងធ្វើឲ្យគេខ្ទាតចិត្ត80ម៉ែត្របាត់ទៅហើយយើងបានឃើញអ្នកទាំងពីរសម្លឹងមើលមុខគ្នាតែម្ដងហាន់ឌីសុងបានគិតថាហេតុអ្វីបានជាអាចជ្រុះកន្ធាត់មួយនៃវាមានកម្លាំងខ្លាំងបែបនេះចំណែកអាល្មបស៊ីវាបាននិយាយថាស៊ីតែប៉ុណ្ណោះវាបានហាមាត់របស់វាយ៉ាងប៉ុណ្ណានេះតែម្ដងដើម្បីលាទៅបាហាន់ឌីសុងរបស់យើងហាន់ឌីសុងរបស់យើងក៏បានប្រើស្គេបញ្ជូនវាទៅកាន់ឋាននរកផងដែរប៉ុន្តែស្គេរបស់គាត់មិនមានប្រសិទ្ធភាពនោះទេព្រោះអីຂະຫນາດរបស់អាបិសាយមួយនោះធំខ្លាំងពេកមិនអាចដាក់ចូលបានខេងបែបហ្នឹងក៏មានការភ្ញាក់ផ្អើលជាខ្លាំងប៉ុន្តែយើងបានឃើញអាបិសាយមួយនោះបានប្រើមាត់របស់គេលេទៅបាហាន់ឌីសុងរបស់យើងចូលក្នុងពោះរបស់វាបាត់ទៅហើយខេងបែបហ្នឹងកាយវិតែមិននោះនឹងថាធ្វើអ្វីចេញនោះទេព្រោះគាត់មានរបួសជាប់ខ្លួនផងហាន់ឌីសុងក៏បានធ្វើការវាបហាពីក្នុងពោះរបស់វាផងដែរវាក៏បានផ្ទុះភ្លើងចេញពីមាត់របស់វាដែលសារតែហាន់ឌីសុងបានប្រើភ្លើងក្នុងពោះរបស់វានឹងហើយអ្នកប្រមាញ់ស្រីម្នាក់នេះក៏បានរស់មកហើយស្រែកហៅ leader របស់គេយកតែម្ដង leader របស់គេក៏បាននៅពីក្រោយគេហើយនិយាយថាខ្ញុំនៅក្រោយឯណែភ្លេចខ្លួនត្រឹមតែមួយផ្លែសយើងបានឃើញការពិតែម្នាក់នោះបានអីផឹកបាត់ទៅហើយសៀងយានមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីដឹងថាបិសាចមួយនោះបានលេបហាន់ឌីសុងចូលក្នុងពោះពួកគេបាននិយាយគ្នារៀងយូរបន្តិចហើយដោយសារពួកគេមួយនិយាយអង់គ្លេសមួយទៀតនិយាយជប៉ុនអញ្ចឹងណាតែខ្ញុំសង្ខេបខ្លីៗទៅដោយសារតែបិសាចនោះបានលេបហាន់ឌីសុងហើយវាបានមកខ្លួនតែម្ដងនេះជាការពិភាក្សារបស់ពួកគេនៅដាកសាយវិញយើងបានឃើញ Iceland បានសួរទៅការបងប្រុសរបស់គេថាតើហេតុអ្វីបានជាអ្នកមិនភ្ញាក់ផ្អើលក៏បានតបថាគ្មានអ្វីដែលត្រូវភ្ញាក់ផ្អើលនោះទេទោះបីមានស្នូកម្រិត S បានលេចឡើងក៏ដោយនេះមានន័យថាទោះបីហាន់ឌីសុងខ្លាំងម៉ែខ្លាំងតាខ្លាំងក៏ដោយក៏ហាន់ឌីសុងមិនអាចបញ្ឈប់ពួកគេបានដែរ Iceland បានងើបរៀមនឹងដើរចេញហើយបាននិយាយថាខ្ញុំបានប្រមានអ្នករួចហើយយើងមិនដឹងថា Iceland ប្រមានបងប្រុសគេរឿងអ្វីនោះទេបងប្រុសរបស់គេបានតបថាមិនបាច់ភ័យនោះទេផែនការនឹងត្រូវបានដំណើរការនៅទូកចូល
ពួកគេបានវិភាគគ្នាយ៉ាងច្រើនតែម្ដងហើយសៀងយានបានសម្រេចចិត្តដកតុក្កតារបស់គេចេញមកដោយសារតែវាផលិតមកចេញពីរោមរបស់ហាន់ឌីសុងតុក្កតាចេញមកលយតែម្ដងណាហើយសៀងយានបានសួរថាតើមានចំហាយពីហាន់ឌីសុងអីចឹងអត់ណាហើយពួកគេបានបន្តនិយាយគ្នាជាច្រើនទៀតតែខ្ញុំសូមមិនរកនោះទេហើយតុក្កតាមួយនោះបានទទួលចំហាយនៃការខឹងរបស់ហាន់ឌីសុងហើយវាបាននិយាយថាវានៅទីនោះនៅភ្នំហ្វូជីយើងបានឃើញកំទេនៃភ្នំក៏បានត្រូវបានបំផ្លាញខ្លះផងដែរណាយើងបានឃើញប្រហោងប៉ុណ្ណានៅចំកណ្ដាលនៃភ្នំហ្វូជីនោះតែម្ដងយើងបានឃើញតុក្កតាមួយនាំអ្នកទាំង4មកដល់ទីនេះហើយនិយាយថាខ្ញុំក៏បានទទួលចំហាយខឹងពីបាតរបស់ខ្ញុំនៅក្នុងប្រហោងខ្មៅមួយនេះបន្ទាប់មកវាក៏បានលោតចោលតែម្ដងបន្ទាប់មកអ្នកទាំងពីរបាននិយាយថានៅក្នុងប្រហោងខ្មៅនោះខ្ញុំមើលមិនឃើញអ្វីផងតែអ្នកជឿវាទេកាលពីតែក៏បានឆ្លើយថាចុះតើមានចំណុចកណ្ដាលប្រហោងនៃភ្នំហ្វូជីនេះតាំងពីពេលណាមកឈោយន្តបាននិយាយថាខ្ញុំផ្ដល់ដំណឹងទៅអ្នកខាងក្រៅយើងក៏បានឃើញផ្សែងមិញឡើងលើមេឃដែលក្រោកកំភ្លើងរបស់ឈោយន្តអ្នកទាំង3ក៏បានឃើញវាផងដែរនៅក្នុងពោះអានម៉ូបស៊ីមួយនោះយើងបានឃើញហាន់ឌីសុងប្រាស៊ីជាច្រើនប៉ុន្តែវាមិនមានប្រសិទ្ធភាពនោះទេព្រោះអីមាឌរបស់វាធំខ្លាំងពេកយើងក៏បានឃើញអ្វីធ្លាក់ចេញមកក្នុងពោះរបស់វាដែលវាដូចជាទឹកអាស៊ីតចឹងប៉ះរលួយតែម្ដងហាន់ឌីសុងបាននិយាយថាវាមកម្ដងទៀតហើយបន្ទាប់មកហាន់ឌីសុងក៏បានប្រើស្គីមួយដែលមានឈ្មោះថាម៉ាណាដោះលែងតែម្ដងដែលធ្វើឲ្យក្នុងពោះរបស់វាមានការចាញ់ចង់ជាខ្លាំងលឺសូរដុងតែម្ដងប៉ុន្តែវានៅតែអត់មានប្រសិទ្ធភាពជាមួយអាបិសាចម៉ូបស៊ីមួយនោះព្រោះអីវាបានតាំងសមាធិស្ដាររាងកាយរបស់វាឡើងមកវិញផងដែរតុក្កតាមួយនោះបានមកដល់ក្រៅហើយនេះថាខ្ញុំបានស្វែងរកអ្នកឃើញហើយជ្រូកកាន់ធាត់មានទាំងពីរបានឃើញវាហើយមើលងាយបិសាចមួយនឹងតែម្ដងហើយសិតតែប្រពោះគ្នាមួយណាចូលឲ្យមុនទៀតបាទពិតជាមិនធម្មតានោះទេប៉ុន្តែតុក្កតានោះបានស្ទោទៅវាបហាគេមុនគេតែម្ដងបាទតុក្កតាបានវាបហាទៅកាន់វាជាច្រើនប៉ុន្តែម៉ូបស៊ីមួយនោះមានបញ្ហានោះទេយើងបានឃើញដងសោបានស្ទោវាបហាវាមួយដែររួមទាំងចាតុក្កតានោះចេញផងដែរបន្ទាប់មកសែងក៏បានប្រើដៃរបស់គេបើការវាបហាទៅកាន់ម៉ូបស៊ីមួយនោះប៉ុន្តែវានៅតែពុំមានប្រសិទ្ធភាពដែរដងសោបាននិយាយថារាងកាយរបស់វាតាន់ដូចជាដៃមិនអញ្ចឹងយើងមិនអាចវាបហាវាបាននោះទេតែការវាបហារបស់អ្នកទាំងពីរច្រើនពេកធ្វើឲ្យបិសាចនោះខំវាបានងើបហើយប្រើភ្លើងរបស់វាចេញមកពីមាត់តែម្ដងបាទអ្នកទាំងពីរអ្នកទាំង3បានគេចពីភ្លើងរបស់វាពិតជាហត់ដែរហ្នឹងជាមួយនឹងសែងបានប្រើអាសារ៉ាស្គីរបស់គេវាបហាទៅកាន់បិសាចម៉ូបស៊ីមួយនោះយើងក៏បានឃើញវាហាមាត់ផងដែរដែលធ្វើឲ្យសែងមានការភ្ញាក់ផ្អើលជាខ្លាំងផ្សាយរឿងរបស់យើងក៏បានឈានមកដល់ទីបញ្ចប់ផងដែរចង់ប្រាប់អ្នកទាំងអស់គ្នាថារឿងផ្សាយយើងអត់សូវបានធ្វើនោះទេព្រោះអីខ្ញុំកំពុងតែបោកធ្វើរឿងនេះដល់ចប់អញ្ចឹងណាមានតែប៉ុណ្្នឹងទេបានទេហើយមួយណាស្អកកឬសលេងមិនសូវទេដោយសារស្អកកបានប៉ុណ្ណាបាយដែរស្អីរៀនមិនទៅបានអាល់ម៉ូបស៊ីនោះស៊ីគាត់បាត់ទៅហើយប៉ុន្តែកាយពីតែបានស្ទើរមកចេញជួយគាត់កិច្ចពីការស៊ីរបស់វាផងដែរឈោជន់បានប្រើក្រកំភ្លើងមានធម៌ពលជាងបាក់កាយវិបហាទៅកាន់អាបិសាចអាល់ម៉ូបស៊ីមួយនោះរួមទាំងលោកសោប្រើកំណត់ដៃរន្ទះរបស់គេវិបហាទៅកាន់អាល់ម៉ូបស៊ីមួយនោះផងដែរអាបិសាចអាល់ម៉ូបស៊ីមួយនោះមានការស្រែកឈឺជាខ្លះហើយវាក៏បានបាញ់ជាអ្វីពីមាត់របស់គេផងដែរទៅកាន់អ្នកទាំងអស់គ្នាដែលយើងនឹងហៅថាវាដូចជាទឹកអាស៊ីអញ្ចឹងហើយរៀនបានប្រើសៀការពារផងដែរកំពុងតែទប់ទល់យើងក៏បានឃើញសៀយានរត់ចេញទៅពីមុខសៀមួយនោះផងដែរហើយនិយាយថាស៊ីវាទៅអាបិសាចុងរៃចំណែកនេះតាំងពីមានការភ្ញាក់ផ្អើលជាខ្លះហើយនិយាយថាឲ្យនាងមកវិញប៉ុន្តែនាងមិនដកតុក្កតារបស់នាងជាមួយមជុលរបស់នាងប្រើស្គីមួយដែលមានឈ្មោះថា Instant Die បើការវិបហាទៅកាន់អាបិសាចមួយនោះតែម្ដងបន្ទាប់ពីស៊ីមួយការវិបហាមួយនោះដែលធ្វើអាបិសាចនោះមានការសើជាខ្លាំងបន្តមកវាក៏បានដេកស្បាបតែម្ដងតែវាមិនតស្លាប់នោះទេគ្រាន់តែសន្លប់ឃើញបែបនឹងអ្នកទាំងអស់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំងស្មាត់តែនាងអាចសម្លាប់បិសាចមួយនឹងត្រឹមតែមួយការវិបហាប៉ុណ្ណោះសម្បីតែស៊ីជាងខ្លួនឯងក៏មានការភ្ញាក់ផ្អើលផងដែរដបងនាងស្មាត់ថាស្គីមួយនឹងមិនដំណើរការទេតើនៅ USA យើងបានឃើញមនុស្សទាំងអស់នោះដូចជាគ្មានប្រលឹងប្រលះនៅក្នុងខ្លួនអញ្ចឹងបិសាចមួយបានសួរមេរបស់គេថាហេតុអ្វីបានជាយើងមិនសម្លាប់មនុស្សទាំងអស់នេះគេក៏បានប្រាប់ផងដែរថាថៃឋាននោះចង់រស់ឡើងវិញដោយសារតែយើងធ្វើសង្គ្រាមហើយសម្លាប់មនុស្សដែលមានប្រលឹងមើលទៅកាន់ពួកមនុស្សទាំងអស់នេះគ្មានប្រលឹងតតែសោះយើងក៏បានឃើញសារអាយ៉ងផងដែរទៅចាក់លើក្បាលមនុស្សទាំងអស់នឹងបន្ទាប់មកបញ្ជាមនុស្សទាំងអស់នឹងឲ្យរត់សម្រុកទៅកាន់បិសាចទាំងអស់នោះតែម្ដងដែលបិសាចធ្វើការសម្លាប់ពួកគេដូចជាសរមៅអញ្ចឹងហើយបិសាចពួកក៏បាននិយាយផងដែរថាហេតុអ្វីបានជាពួកមនុស្សទាំងអស់នេះភ្លើយ៉ាងហ្នឹងរដងខ្លាញ់ងល់ឥឡូវមករត់មកវាប្រហែលឯងណាយើងមើលទៅកាន់ម្ដាយមនុស្សដែលត្រូវបានបញ្ជានឹងពោពេញដោយភ្លើងតែម្ដងដែលធ្វើឲ្យវិស័យនេះមានការភ្ញាក់ផ្អើលចេះខ្លាំងហើយមនុស្សពោពេញដោយភ្លើងនោះបាននិយាយថាវាពិតជាក្តៅខ្លាំងណាស់ភាសាជុំវិញខ្លួនរបស់គេបន្តមកវាក៏បានចាប់ផ្ដើមផ្ទុះជាមួយនឹងបិសាចហ្នឹងក៏ត្រូវបានស្លាប់ផងដែរឃើញបាននឹងបិសាចមួយក៏បាននិយាយផងដែរថាឆាប់រកអ្នកបញ្ជាពួកវាឲ្យឃើញទៅកន្លែងពួកបិសាចហ្នឹងក៏បានចាប់ផ្ដើមផ្ទុះបន្តគ្នាតែម្ដងដែលធ្វើឲ្យបិសាចនោះស្លាប់ស្ទើរផងដែរអាបិសាចនោះក៏បានកលែងមកក្រៅហើយវាក៏បានឃើញហើយស្លែរបស់យើងកំពុងធ្វើការបញ្ជាមនុស្សទាំងអស់នោះផងដែរដែលឃើញបែបហ្នឹងវាក៏បានប្រើកម្លាំងជើងរបស់វាស្ទុះទៅកាន់កន្លែង Iceland តែម្ដងមិនទាន់នឹងបានវាប្រហែល Iceland ផងក៏ត្រូវបាន Iceland ប្រើស្គីមួយគ្រប់គ្រងគេខ្លាចជាអាយ៉ងផងដែរ Iceland ធ្វើការដើរមកជាធម្មតាហើយនិយាយថាឯងគឺជា Commander របស់ពួកវាពេលនេះយើងបញ្ជាឯងឲ្យទៅស្លាប់ពួកបិសាចទាំងអស់នៅកន្លែងអាល់ម៉ូបស៊ីវាយើងបានឮសំឡេងស្រីសួរថាតើវាស្លាប់ហើយមែនទេដោយសារបានប្រាប់ថាយើងក៏មិនដឹងផងដែរសួរនាងជាមួយសិនតែជាបានប្រាប់ថាវាបន្តបានស្លាប់នោះទេវាគ្រាន់តែស្លាប់
ប៉ុណ្ណោះយើងក៏បានឃើញតុក្កតាមួយនោះបានហែកមកបិសាចមួយនឹងចង់ចូលទៅក្នុងពួររបស់វាតែម្ដងហើយនិយាយថាខ្ញុំត្រូវបានបង្កើតឡើងដោយប៉ាពេលនេះខ្ញុំអាចជួយប៉ាបានសៀងយានបានឆ្ងល់ថាតើតុក្កតានឹងចូលក្នុងធ្វើហាន់យើងបាននិយាយទៅកាន់សៀងយានថាឲ្យវាចូលសិនតែគីឡូមានប្រសិទ្ធភាពរយៈពេលអស់ទៅយ៉ាងយូរយើងក៏បានឃើញអាបិសាចមួយនោះត្រូវបានចោលចង្វាក់ផងដែរវាក៏បានបើកភ្នែកហើយអ្នកទាំងពីរបាននិយាយថាអាបិសាចនោះបានភ្ញាក់ហើយអាបិសាចល្មមស៊ីនឹងក៏បានកើតក្នុងចិត្តផងដែរថាវានឹងស្លាប់អ្នកទាំងអស់គ្នាតែម្ដងសេងបាននិយាយថាអ្នកទាំងអស់គ្នាត្រៀមខ្លួនប្រយុទ្ធជាមួយនឹងបិសាចមួយនឹងផូថលត្រូវបានបើកសេងមានការសប្បាយចិត្តជាខ្លាំងហើយនិយាយថាទីបំផុតឧបាមកវិញហើយយើងក៏បានឃើញហាន់ឌីសងដើរចេញមកផងដែរហើយនិយាយថាអ្នកទាំងអស់គ្នាធ្វើបានល្អខេខេហាន់ឌីសងបានមើលទៅអាបិសាចល្មមស៊ីមួយនោះបន្តមកគាត់ក៏បានធ្វើការរត់តែម្ដងហើយនិយាយថាអ្នកទាំងអស់គ្នាឆាប់រត់ចាក់ចេញទៅឃើញបាបនឹងអ្នកទាំងអស់គ្នាមិនចាំយូរផងដែរក៏បានធ្វើការរត់ផងហើយនិយាយគ្នាផងអាបិសាចនោះក៏បានរិចមៀតរបស់វាធ្វើឲ្យច្រវាក់ដែលចងចូលវានឹងត្រូវបានខ្ទេចទាំងអស់តែម្ដងហាន់ឌីសងបានប្រាប់សៀងយានថាឲ្យប្រើស្គីរ៉ូស្ពឹករបស់នាងទៅដែលលឺបែបហ្នឹងនាងក៏បានឈប់ហើយក៏បានប្រើស្គីរ៉ូស្ពឹកទៅកាត់អាបិសាចល្មមស៊ីមួយនោះផងដែរពេលនោះក៏មានសាច់មកម្នាក់គេធ្វើការចាប់អាបិសាចល្មមស៊ីឲ្យចូលក្នុងនឹងតែម្ដងប៉ុន្តែអាបិសាចល្មមស៊ីមួយហ្នឹងនៅតែនិយាយថាអ្នកទាំងអស់គ្នាមិនអាចចេញពីកន្លែងនេះបាននោះទេកាលពីតែបានរត់មកតនហាន់ឌីសងហើយសួរហាន់ឌីសងថាហេតុអ្វីបានយើងធ្វើការរត់ហើយមានប្រឆាំងជាមួយវាអញ្ចឹងហាន់ឌីសងក៏បានប្រាប់ថាបើយើងរត់ក្នុងនេះយើងអាចនឹងចាញ់វាសាច់ទាំងអស់នោះឡើងនឹងចិត្តលិចក្បាលរបស់វាទៅហើយវាក៏បានមករិចដៃរបស់វាប៉ុណ្ណានៃតែម្ដងពេលនោះយើងបានឃើញចំហាយពណ៌សបាញ់ចេញពីកណ្ដាលរូងភ្នំហ្វូជីនោះតែម្ដងនាគក៏បានហោះចេញមកហើយអ្នកទាំងអស់គ្នាក៏បានធ្វើការជីមួយនាគមួយនោះផងដែរបន្ទាប់មកយើងក៏បានឃើញហាន់ឌីសងលូតចោលតែម្ដងដែលធ្វើឲ្យសៀយើងមានការបារម្ភជាខ្លាំងហាន់ឌីសងបានលូតចោលមកដល់ខាងក្រោមហើយក៏បាននិយាយថាឯគួរតែឆាប់ចេញមកកុំលាក់ខ្លួនយូរពេកយើងក៏បានឃើញដៃរបស់វាឡើងមកដល់លើភ្នំហ្វូជីមួយនោះផងដែររួមទាំងវាបានធ្វើការប្រើដៃរបស់វាទាញខ្លួនរបស់វាឡើងមកនឹងហើយហាន់ឌីសងបាននិយាយថាមានរបស់ឯងប៉ុណ្នេះដែលធ្វើឲ្យយើងប្រើស្គីរបស់យើងមិនបានតែរាងកាយរបស់វាឡើងដល់ផុតពពកទៅទៀតដែលធ្វើឲ្យអ្នកទាំងអស់គ្នាក៏មានការភ្ញាក់ផ្អើលផងដែរហាន់ឌីសងក៏បានប្រើស្គីមួយដែលមានឈ្មោះថាម៉ាណាគឺចេញផងដែរក៏បានទុះមួយរំពេចភ្នែកធ្វើការមកដល់ក្រោយខ្នងរបស់អាបិសាចល្មមស៊ីមួយនោះអាបិសាចមួយនោះក៏បានហាមកចង់ស៊ីហាន់ឌីសងរបស់យើងផងនៅកន្លែងនេះព្រោះវាកំពុងធ្វើការមើលពីសកម្មភាពមួយនោះផងដែរហើយវាក៏បានសួរអង្គរៈរបស់វាថាមានរឿងអ្វីកើតឡើងអង្គរៈរបស់វាក៏បានប្រាប់ផងដែរថាអាហាន់ឌីសងបានបំផ្លាញផែនការរបស់យើងម្ដងទៀតហើយហាន់ឌីសងបានប្រើដៃរបស់គាត់ជាចំហាយភ្លើងនៅរੂខ្មៅទៅកាន់អាបិសាចល្មមស៊ីមួយនោះវាក៏បានប្រើស្គីល្មមស៊ីធ្វើការស៊ីធម្មពលមួយនោះផងដែរនេះហាន់ឌីសងបានហោះមកហាន់ឌីសងក៏បានប្រើនារបស់គាត់ឲ្យបាញ់ធម្មពលចេញពីមាត់របស់វាធ្វើការទៅកាន់បិសាចមួយនោះឲ្យវាស៊ីថែមួយទៀតតែម្ដងដោយសារតែធម្មពលផ្ទុំខ្លួនគ្នាវាមិនអាចស៊ីបាននោះទេធ្វើឲ្យវាបានផ្ទុះខ្លួនស្លាប់តែម្ដងប្រព័ន្ធក៏បានលើមកប្រាប់ហាន់ឌីសងថាគាត់បានសម្លាប់បិសាចមួយនោះផងដែរដែលអត្រាខ្លះជា Demon God មាន 99.5% ខេងបែបហ្នឹងគាត់ក៏បានធ្វើការទៅភាសាសប៉ាឌីមកតែម្ដងនៅកន្លែងមនុស្សក្រៅភពយើងក៏បានឃើញថៃឋានមួយនោះប្រសោខ្លាចជាទីរួចមួយផងដែរកាលពីតែនេះមនុស្សក្រៅភពម្នាក់នឹងបាននិយាយថានេះគឺជាថៃឋានចុងក្រោយហើយពេលនោះយើងក៏បានឃើញបេះដូងថៃឋានក៏បានដំណើរការផងដែរវាក៏បាននិយាយថាទីបំផុតថៃឋានចិត្តមានជីវិតមែនតែនហើយពេលនោះព្រលឹងអាយសែងក៏បានហោះមកចូលខ្លួនបិសាចថៃឋានម្នាក់នោះហើយវាក៏បានភ្ញាក់ឡើងខ្លួនក្នុងរូបនោះគេបានដាក់ថា To be continue រឿងរបស់យើងក៏បានឈានដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណឹងមិនបាច់ឆ្ងល់នោះទេថាហេតុអ្វីវីដេអូនេះខ្លីយ៉ាងនេះដោយសារតែពី chapter 150រូបជាងសិតតែជន់វាយគ្នាទាំងអស់មិនមានកន្លែងនៅនិយាយនោះទេហើយនេះឲ្យធ្វើឲ្យវីដេអូរបស់យើងខ្លីមែនតែនសាច់រឿងរបស់យើងវាតែប៉ុណ្្នឹងជម្រាបលាជួបគ្នាវីដេអូក្រោយយ៉ាចាំមកភ្លើកុំតន់ណាជម្រាបលាជួបគ្នានៅវីដេអូក្រោយសូមធ្វើការឧបត្ថម្ភការខ្ញុំផងឥឡូវជឿយាយគងដល់ក្រោយឧបត្ថម្ភការខ្ញុំផងឆាប់ជាធ្វើរឿងបាក់ឈើចឹងណាកុំភ្លេចអ្នកទាំងអស់គ្នាថាកុំភ្លេចបាយ